ជំរាបសួរបងប្អូនទាំងអស់គ្នាវិលមកជួបជាមួយនឹងគ្រូសាច់ថ្មីម្ដងទៀតជាមួយថ្នាក់ភាសាអង់គ្លេសកម្រិត1របស់យើងហើយអរគុណព្រះអង្គឲ្យទាំងអស់គ្នាមកជួបគ្រូសាច់ថ្មីចាអញ្ចឹងក្នុងសប្តាហ៍នេះដែរយើងនៅតែបន្តនៅ unit 8របស់យើងដែលមានចំណងជើងថា Where's Grandma ចាអញ្ចឹងនៅក្នុងសប្តាហ៍នេះដែរអ្នកគ្រូបានលើកយកនៅមេរៀនមួយគឺ lesson 4 phonics CH ចា CH ថាតាសូរសំឡេងនៃអក្សរ C បូកជាមួយនឹងអក្សរ H ហ្នឹងឯងថាតើវាមានសូរសំឡេងបែបណាហេតុអីបានជាអ្នកគ្រូនិយាយបែបអញ្ចឹងដោយសារអីយើងមើលអក្សរ C យើងដឹងហើយ phonics របស់វាយើងធ្លាប់រៀនពីមុនហ្នឹង C sound វាគេអត់ឬក៏ phonics របស់វាគេចាគឺ K មែនទេហើយអក្សរ H phonics របស់វាក៏ sound របស់វាគឺ H អញ្ចឹងនៅពេលហ្នឹងយើងយក K បូកជាមួយនឹង H ថាតើវាចេញសូរសំឡេងបែបណាអញ្ចឹងដើម្បីឲ្យយើងច្បាស់តាក់ទងជាមួយនឹង phonics នៃ CH ចាយើងនឹងតាមដានដូចជាស្ដាប់ដល់សូរសំឡេងទាំងអស់គ្នាណាដល់ចាប់តាមជាមួយនឹងគ្រូ Listening 92 Listen and point K and H say ch chair ch teacher ch chick ch chick ch teacher ch chair Listen and repeat ch chair chair ch teacher ch chick chick អូខេអញ្ចឹងអ្វីមិញអ្នកគ្រូឃើញថាទាំងអស់គ្នាគឺបានយកចិត្តទុកដាក់ក្នុងការស្ដាប់ហើយក៏បានថាតាមម្ដងរួចមកហើយតោះឥឡូវសូមថាតាមអ្នកគ្រូម្ដងទៀតដើម្បីឲ្យកាន់តែច្បាស់អូខេអញ្ចឹងយើងអ្នកគ្រូនឹងបញ្ជាក់បងប្អូនទាំងអស់គ្នាម្ដងទៀតតាក់ទងជាមួយនឹងអក្សរ C sound របស់វាគឺ K ហើយ A គឺ H K and H say ch អូខេ K and H say ch មានថានៅពេលដែលយក sound K ជាមួយនឹង H ហ្នឹងអាពីរហ្នឹងបូកចូលគ្នា CH ហ្នឹងទៅក៏អានចេញទៅជាch អូខេ ch chair អូខេ ch chair ប្រែថាកៅអីបន្តទៀត ch teacher អូខេយើងនេះសូវ ch វានៅនេះអូខេអានថា teacher ប្រែថាគ្រូបងរៀនចុងក្រោយគេ ch chick ចា chick ប្រែថាកូនមួនតើឥឡូវដើម្បីកាន់ច្បាស់សូមអានជាមួយគ្នាម្ដងទៀត ch chair ch teacher ch chick ចាអូខេអញ្ចឹងតាក់ទងជាមួយនឹងមេរៀនរបស់អ្នកគ្រូតាក់ទងvớiមេរៀន phonics របស់អ្នកគ្រូនៅក្នុងថ្ងៃនេះដែរគឺត្រូវបានបញ្ចប់អរគុណបងប្អូនទាំងអស់គ្នាក្នុងការតាមដានសូមព្រះប្រទានពរ